ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់ជាទីរាប់អានថ្ងៃនេះខ្ញុំបាទនឹងលើកយកពីដំណាំត្រកួនពីដំបូងឡើយខ្ញុំគិតថាត្រកួនដែលមានល្អត្រួយវាល្អអញ្ចឹងខ្ញុំគិតថាគេប្រើជីប្រើថ្នាំអីច្រើនអញ្ចឹងតែដល់ពេលដាំខ្លួនឯងអញ្ចឹងមិនដឹងថាការធ្វើឲ្យវាល្អនេះគឺមិនមែនដោយសារតាជីនឹងអីផ្សេងទេជីគីមីអីទេគឺយើងត្រូវការពូជវាល្អគឺដុះចេញមកគឺល្អធំហើយនឹងកតាដីការថែទាំកុំឲ្យមានស្មៅមានអីចឹងណាដូចជាការគិតទេកាលពីអត់តន់ដាំគិតថាត្រកួនឃើញវាធំធាត់ល្អចឹងគិតថាគេប្រើគីមីច្រើនអីចឹងណាតែដល់ពេលឥឡូវដាំខ្លួនឯងមិនដឹងថាសំខាន់គឺពូជយើងបានជ្រើសរើសពូជវាល្អគឺវាដុះចេញមកគឺល្អហើយធំធាត់ល្អហើយនឹងយើងធ្វើដីឲ្យបានល្អកុំឲ្យមានស្មៅមានអីដុះនៅក្នុងនឹងអញ្ចឹងណាបងប្អូនមើលឡើងធំធាត់ឆ្លោះដល់ពេលយើងបេះហើយអាហ្នឹងអត់តន់បេះក៏វាធំធាត់ល្អដែរហើយបងប្អូនមើលត្រកួនគេតែពេលព្រឹកឡើងយើងបេះឡើងខ្ចីលវក់ហើយទីផ្សារក៏អត់ខ្វះដែរបងប្អូនមើលសិនតែយើងដាំបានពូជល្អអញ្ចឹងណាបែរហើយមិនតាន់គឺមកចាំទទួលយកអស់មិនសល់ទេមានតែខ្វះត្រកួនឲ្យគេបាទបងប្អូនចង់ដាំត្រកួនអីបងប្អូនត្រូវតែជ្រើសរើសរកពូជដែលល្អធំធាត់ល្អយើងអត់ទៅបាច់ជីច្រើនទេគឺវាល្អមកដោយស្វ័យប្រវត្តិហ្មង